គឺជារថយន្ត Sedan S Sedan GT ដែលមានដៅកំណត់មកពីរថយន្តរបស់ Nissan ហើយធ្វើការដំឡើងនៅទីក្រុងចិនជូផ្ទាល់រថយន្តនេះផ្ទាល់មានរូបរាងស្តៀងទៅនឹងរថយន្ត Nissan ប្រភេទ PHEV ដំបូងគេបំផុតហើយរថយន្តនេះផ្ទាល់ក៏បំពាក់មកជាមួយនឹងម៉ាស៊ីន MNT 500ផងដែររថយន្តនេះមានប្រវែងរហូតដល់ 5.5 ម៉ែត្របូករួមជាមួយនឹងទទឹងរហូតដល់ 2 ម៉ែត្រហើយរថយន្តខាងក្រោយក្នុងយន្តនេះផ្ទាល់គឺមានតម្លៃត្រឹមតែ 30,000 ជាងតែប៉ុណ្ណោះមកជាមួយនឹងភ្លើង LED បូករួមជាមួយនឹងភ្លើង Daytime Running Light មួយខ្សែមើលទៅគឺស្អាតមែនទែនមកបងហើយនៅពេលដែលយើងបើកពេលយប់គឺភ្លឺច្បាស់ល្អមែនទែនដោយសារតែវាមានមុខងារហ្វាកតតឡើងតលាអូតូហើយរថយន្តនេះផ្ទាល់បំពាក់ទៅដោយម៉ាស៊ីនម៉ាស៊ូត 2.3 Turbo បើនិយាយពីកម្រិតស៊ីប្រេករបស់វាវិញទាបមែនទែនត្រឹមតែ 7 លីត្រក្នុង100 គីឡូតែប៉ុណ្ណោះហើយវាភ្ជាប់មកជាមួយនឹងឆាច់ស៊ីរបស់ Nissan តែម្ដងហើយរថយន្តនេះក៏មានជាប្រភេទ 4x4 mode ដែលយើងហៅកាត់ថា Part-time 4 wheel ផងដែរបើសិនជាបងមានចំណាប់អារម្មណ៍ឬក៏បងមានចម្ងល់តាក់ទងទៅនឹងរថយន្ត Sedan S Sedan GT នេះបងអាចតម្លាក់ comment នៅខាងក្រោមបានខ្ញុំនឹងមាន part 2តាក់ទងទៅនឹងការតេស្ត drive ជាមួយបងទាំងអស់គ្នា